ខ្ញុំឃើញវីដេអូអ្នកនៅអាមេរិកគាត់ចែករំលែកច្រើនហើយអ្នកនៅស្រុកខ្មែរក៏មានធ្វើដែរបងអូនប្រុសបងអូនស្រីគាត់ហៅប៉ូលីសមកចាប់ម្ដាយគាត់ហេតុផលខ្ញុំមិនដឹងទេណាពួកខ្ញុំបានមើលដូចតែយើងភាកច្រើនអញ្ចឹងថាខាងកូននោះថាខំកិច្ចចេញពីម្ដាយ3ឆ្នាំហើយម្ដាយនៅទៅតាមរោគជ្រៀតជ្រែកទៀតខាងម្ដាយនោះក៏មានអ្នកថតវីដេអូបង្ហោះថាងសំមុខហើយជាកូនទៅប្តឹងឲ្យគេចាប់ម្ដាយបានដូចចិត្តដែរនោះខាងម្ដាយដល់អញ្ចឹងមូលហេតុផលដែលពិតប្រាកដគេហៅថាម្នាក់ផងបាក់ទីរៀងខ្លួនទៀមទាយកត្រូវតែបើយើងគិតទៅលើវិភាគមួយថាកូនប្តឹងម្ដាយមានសិទ្ធិឬក៏អត់មានសិទ្ធិយើងនិយាយពីសិទ្ធិទេណាមានសិទ្ធិតែបើយើងសួរថាគួរប្តឹងឬក៏អត់អានេះវាមានមនោសញ្ចេតនារវាងម្ដាយនិងកូនអានេះអញ្ចឹងបើសិនជាយើងវិភាគថាជាកូនមិនគួរណាប្តឹងទេជាកូនមិនគួរណាប្តឹងទេបើគ្មានម្ដាយឪពុកក៏គ្មានកូនកិច្ចចេញមកដែរប៉ុន្តែបើសួរថាជីវិតឯកជនរបស់កូនជាមនុស្សគេលែងជាអនិច្ចជនទៀតដែរគេលែងអាយុខំ8 10ទៀតដែរគេមានដល់តែប្រពន្ធគេមានដល់តែប្តីគេមានដល់តែកូនតទៅទៀតដែររឿងហេតុអីដែលយើងទៅជ្រែកពីជីវិតផ្ទៃក្នុងជីវិតឯកជនរបស់គេទៀតអញ្ចឹងត្រឡប់មកក្រោយវិញសួរថាខ្ញុំអត់ដឹងទេច្បាប់នៅប្រទេសអាមេរិកបើច្បាប់នៅប្រទេសបារាំងកូនតូចចាប់ពីអាយុ18ចុះក្រោមគេហៅថា minor មានសិទ្ធិប្តឹងទៅឪពុកម្ដាយប្តឹងទៅប៉ូលីសណាថាឪពុកខ្ញុំធ្វើបាបខ្ញុំម្ដាយខ្ញុំធ្វើបាបខ្ញុំអីចឹងទៅពេលដែលប៉ូលីសគេទៅសួរនាំឪពុកម្ដាយហ្នឹងបើសិនជាឪពុកម្ដាយហ្នឹងអាចកែប្រែបានគេមានអ្នកអប់រំ educator អប់រំឪពុកម្ដាយថាកុំឲ្យធ្វើបាបកូនទៀតអីទៀតអញ្ចឹងទៅអញ្ចឹងកូនបន្តនៅជាមួយឪពុកម្ដាយតែបើសិនជាដល់កំហុសមួយដែលធ្ងន់គេដកកូនចេញយកទៅនៅគេហៅថាកន្លែង family ដាក់កើយនៅគ្រួសារផ្សេងទៀតដែលទទួលចិញ្ចឹមកូននឹងជំនួសឪពុកម្ដាយពីព្រោះឪពុកម្ដាយអង្គកាប៉ាបអត់មានសិទ្ធអត់មានសមត្ថភាពចិញ្ចឹមកូនខ្លួនឯងឲ្យល្អនេះចំពោះកូនក្មេងហើយគេមានមេធាវីខាងផ្នែកកូនក្មេងអីចឹងទៅការពារក្តីឲ្យកូនក្មេងឡើងតុលាការឡើងអីទៀតណាអាហ្នឹងចំពោះកូនក្មេងបើមនុស្សធំចាប់ពីអាយុ18ឆ្នាំឡើងទៅគឺជា adolescent យុវវ័យ3ជំទង់10 adolescentលែង adolescent ឲ្យ adult ចាប់ពី8 10ទៅពេលដែលចាប់ពីអាយុ8 10ទៅគឺជីវិតរបស់គេហើយយើងជាពុកម្ដាយបង្កើតគេមកឲ្យចប់អាយុ8 10ទៅគេចង់ទៅជីវិតគេបែបណាគេមានគូប៉ាំងគេមានគូពីនគេរស់នៅបែបណាជាជីវិតរបស់គេយើងអត់មានសិទ្ធទៅដល់នេះហែងមិនធ្វើចឹងហែងធ្វើតាមអញទៀតណូលែងមានសិទ្ធគ្រប់គ្រងគេទៀតហើយប៉ុន្តែយើងដែលជាខ្មែរយើងថាកូនខ្ញុំនៅតែកូនខ្ញុំណាពីព្រោះដូចខ្ញុំឧទាហរណ៍ខ្ញុំជាដើមខ្ញុំកើតនៅស្រុកខ្មែរខ្ញុំធំនៅស្រុកខ្មែរអញ្ចឹងវាមានដិតដាមអា education របស់ខ្មែរយើងនៅជាប់នឹងគូក្បាលយើងហើយតែយើងយកអនុវត្តអានឹងយកមកអនុវត្តកូនយើងដែលយើងបង្កើតនៅស្រុកបារាំងនេះគឺអត់ទេពីព្រោះគាត់កើតនៅនេះគាត់ឃើញ civilisation អរិយធម៌របស់ប្រទេសគេគាត់ឃើញ education របស់ប្រទេសគេអញ្ចឹងយើងអត់អាចយក education របស់ប្រទេសយើងយកមកគ្រប់គ្រងកូនយើងនៅនេះទេដូច្នេះគាត់មានសិទ្ធិរបស់គាត់ថាខ្ញុំអត់ចង់រៀនទេមុខជំនាញហ្នឹងឧទាហរណ៍ថាគាត់ត្រូវរៀនជំនាញអីមួយយើងថាអត់ទេខ្ញុំម៉ែឯងត្រូវធ្វើតាមខ្ញុំមិនអាចទេយើងអត់អាចបិទសិទ្ធិសេរីភាពកូនហើយបើកូនចង់ស្រឡាញ់អ្នកណាកូនចង់ការជាមួយអ្នកណានៅជាមួយអ្នកណាកាន់តែលែងមានសិទ្ធិលូកលាន់ទៀតដែរអាហ្នឹងគឺជាជីវិតរបស់គាត់ដែរចាប់ពីអាយុ8 10ទៅអញ្ចឹងត្រូវចាំមួយថាកូនតូចក៏មានសិទ្ធិប្តឹងឪពុកម្ដាយកូនធំក៏មានសិទ្ធិប្តឹងឪពុកម្ដាយបើឪពុកម្ដាយនឹងចេះជ្រៀតជ្រែករឿងរបស់គាត់ច្រើនពេកនេះតាមច្បាប់ណាបើយើងនិយាយថាបើចំពោះមនោសញ្ចេតនាវិញមិនគួរទេពីព្រោះជាឪពុកម្ដាយបើអត់ឪពុកម្ដាយក៏អត់មានកូនកើតមកដែរអាហ្នឹងវាជារឿងពីរផ្លូវខុសគ្នាអូខេបើសិនជាយើងថាខ្ញុំជាឪពុកម្ដាយខ្ញុំយល់ដើម្បីសេចក្តីសុខកូនខ្ញុំមិនត្រូវទៅ mettre le nez dans les affaires de កូនទេដល់ mettre le nez dans les affaires គឺជ្រៀតជ្រែកណាអញ្ចឹងខ្ញុំសុខចិត្តទុកឲ្យកូនគាត់ដំណើរជីវិតរបស់គាត់ខ្ញុំគ្រាន់តែអបតាមក្រោយអីចឹងអូខេដងត្រឡប់សេចក្តីមកវិញកូនក្មេងក៏មានសិទ្ធិប្តឹងមនុស្សធំក៏មានសិទ្ធិប្តឹងឪពុកម្ដាយបងប្អូនមីមាបើសិនជាចេះដឹងជ្រៀតជ្រែករឿងគាត់ច្រើនពេកហើយបើសិនជាឧបមាថាចៃដន្យអីទៅញ៉ៃនៅមុខផ្ទះគាត់ទៀតចូលទៅរករឿងក្នុងផ្ទះគាត់ទៀតគឺគាត់មានសិទ្ធិប្តឹង 100%